សហរដ្ឋអាមេរិកគៀងទូទាំងប្រទេសតែម្ដងម្សិលមិញហ្នឹងដោយសារតែការ outrage របស់ Amazon ធ្វើឲ្យសហរដ្ឋអាមេរិកបាត់បង់ចំណូលរាប់លានដុល្លារត្រឹមតែរយៈពេលប៉ុន្មានម៉ោងឯដែល outrage របស់ AWS របស់ Amazon ហ្នឹងគឺ go down ហើយ shock the whole world ហ្មងអ្នកដោយសារធ្វើឲ្យ app ច្រើនខ្លាំងមែនតើនៅសហរដ្ឋអាមេរិកគឺដំណើរការបានបើនិយាយតាក់ទងជាមួយនឹង daily life វិញគឺតាក់ទងជាមួយនឹង internet phone call ហ្នឹងគឺដំណើរការបានហ្មងហើយតាក់ទងជាមួយនឹង investment អ្នកដែលមានធ្វើ trading តាក់ទងជាមួយទិញលក់អីគឺដំណើរការបាន market stock price អី delay ចឹងធ្វើឲ្យតម្លៃរបស់ market stock ហ្នឹងគឺយើងមើលអត់ត្រូវតែអត់ត្រូវចឹងប៉ះពាល់ចំណូលច្រើនខ្លាំងមែនតើម្សិលមិញហ្នឹងតាក់ទងជាមួយសាលាអីគឺសាលាគឺដំណើរការបានហ្មងព្រោះនៅអាមេរិកពឹងផ្អែកទៅលើ app របស់ Canva ហ្នឹងចឹងម្សិលមិញហ្នឹងគឺ worldwide shocking ហ្មងព្រោះ cloud system របស់សហរដ្ឋអាមេរិកហ្នឹងគេ believe ថាគឺតែងតែដំណើរការប៉ុន្តែនេះគឺជាលើកទី1ដែល cloud system របស់ Amazon ហ្នឹងគឺមាន issue ចឹងនៅពេលដែល cloud system របស់ Amazon មាន issue ហ្នឹងធ្វើឲ្យ shock the whole United States ហ្មងថា Oh my god ខ្ញុំធ្លាប់តែគិតថា cloud system ហ្នឹងតែងតែដំណើរការប៉ុន្តែឥឡូវវាមាន error អញ្ចឹងធ្វើឲ្យមនុស្សគិតថា cloud system ហ្នឹងអត់ safe អញ្ចឹងទៅអញ្ចឹងគឺប៉ះពាល់ខ្លាំងមែនតើដល់ stock price តាក់ទងជាមួយនឹង reputation ហើយឥឡូវមនុស្សឡើងទុកចិត្ត cloud system របស់ Amazon អញ្ចឹងនៅអាមេរិកនេះកំពុងតែមាន issue ច្រើនខ្លាំងមែនតើហ្មងអញ្ចឹងអាចនឹងត្រូវពិបាកតាមសហរដ្ឋអាមេរិកតិចប៉ុន្តែខ្ញុំនឹងព្យាយាមផ្ដល់ព័ត៌មានតាក់ទងជាមួយសហរដ្ឋអាមេរិកឲ្យអ្នកទាំងអស់គ្នាឲ្យទាន់